នេះគឺជាការបោកខោអាវគិតលុយដោយដាក់កាក់ដោយសារតែនៅក្នុង apartment ដែលខ្ញុំជួលនៅហ្នឹងគេមិនមានម៉ាស៊ីនបោកខោអាវទៅតាមបន្ទប់មួយនោះទេគឺគេមានបន្ទប់បោកខោអាវរួមមួយគេហៅថា laundry room ដែលម្នាក់អាចយកខោអាវទៅបោកបានគ្រប់ពេលគ្រាន់តែថាគេគិតលុយការគិតលុយនោះគឺយើងដាក់កាក់ម្ដងមួយបោកម្ដងគឺ$1.75សម្រាប់ការបោកហើយបោករួចគឺយកទៅសម្ងួតគឺចំណាយ$1.5កន្លះទៀតសម្រាប់គ្រួសារខ្ញុំបោកកៅអៅថ្លៃបោកកៅអៅហ្នឹងគឺមួយខែចំណាយប្រហែលជាខ្ទង់$30សម្រាប់ការបោកកៅអៅសម្រាប់ខ្ញុំបើគិតទៅទោះបីយើងមានម៉ាស៊ីននៅក្នុងផ្ទះខ្លួនឯងហើយនឹងប្រៀបធៀបទៅនឹងការបោកខាងក្រៅដូចនេះគឺមិនខុសគ្នាប្រហែលទេដោយសារយើងបោកខ្លួនឯងក៏យើងត្រូវចំណាយទឹកចំណាយថ្លៃអគ្គិសនីដូចគ្នាតែសំខាន់ការបោកខ្លួនឯងបោកនៅក្នុងបន្ទប់ខ្លួនឯងគឺយើងមានសម្លេងរំខានម៉ាស៊ីនបោកកៅអៅគឺវាលឺដុងបោកអាម៉ាស៊ីនបោកក៏លឺអាម៉ាស៊ីនសម្ងួតគឺរត់ទៅលឺទៀតអញ្ចឹងការបោកនៅខាងក្រៅចេះក៏វាមួយយ៉ាងដែរហើយកូនប្រុសខ្ញុំទាំងពីរហ្នឹងពេលបោកម្ដងគាត់ដូចជាសប្បាយខ្លាំងណាស់ព្រោះគាត់បានដាក់កាក់ចូលវាคล้ายទៅជាល្បែងរបស់គាត់មួយទៅហើយ